នៅទសវត្សរ៍ឆ្នាំ1800ការសម្រាលកូនត្រូវបានគេចាត់ទុកថាជាការប្រថុយប្រថានទៅនឹងការស្លាប់ម្ដាយនៅទូទាំងទ្វីបអឺរ៉ុបមានការភ័យខ្លាចទៅនឹងជំងឺដ៏អាថ៌កំបាំងមួយដែលគេហៅថា childbirth fever គឺជាការឆ្លងមេរោគបាក់តេរីដ៏ធ្ងន់ធ្ងរនៃផ្លូវបន្តពូជរបស់ស្ត្រីដែលកើតមានបន្ទាប់ពីការសម្រាលកូនឬរលូតកូនវាជាទូទៅក៏ត្រូវបានគេចាត់ទុកផងដែរថាជាសោកនាដកម្មនៅក្នុងគ្រួសារទាំងមូលដោយសារតែស្ត្រីវ័យក្មេងដែលបានក្លាយជាម្ដាយតែប៉ុន្មានរយៈពេលខ្លីប៉ុណ្ណោះនិងស្លាប់តែប៉ុន្មានថ្ងៃបន្ទាប់ពីសម្រាលកូនហើយក្រុមវេជ្ជបណ្ឌិតបានព្យាយាមអស់លទ្ធភាពដែលពួកគេបានយល់ដឹងដោយសាកល្បងប្រើវិធីបង្ហូរឈាមការប្រើប្រាស់ថ្នាំសង្កូវរួមទាំងការធ្វើអធិដ្ឋានផងដែរប៉ុន្តែរឿងនេះមិនបានការនោះឡើយស្ថិតនៅក្នុងភាពអស់សង្ឃឹមបរិសុទ្ធជនជាតិហុងគ្រីម្នាក់ឈ្មោះ Ignaz Semmelweis កើតនៅឆ្នាំ1818នៅក្នុងទីក្រុងប៊ូដាប៉េសគាត់គឺជាមនុស្សដែលមានបញ្ញាវាងវៃមានការតាំងចិត្តខ្ពស់និងមានចិត្តមេត្តាផងដែរ Ignaz បានសិក្សាផ្នែកវេជ្ជសាស្ត្រនៅក្នុងទីក្រុងវៀនណាហើយបានក្លាយទៅជាគ្រូពេទ្យឯកទេសខាងសម្ភពពេលគាត់កំពុងធ្វើការនៅក្នុងមន្ទីរពេទ្យមួយដែលហៅថា Vienna General Hospital គាត់បានកត់សម្គាល់ការពិតដ៏គួរឲ្យភ័យខ្លាចមួយស្ត្រីដែលផ្ដល់កំណើតឲ្យកូននៅក្នុងសាលរបស់វេជ្ជបណ្ឌិតមានអត្រាស្លាប់ខ្ពស់ជាងស្ត្រីដែលសម្រាលកូននៅក្នុងសាលរបស់ឈ្មោកលោក Ignaz បានផ្ដោតអារម្មណ៍ទៅលើរឿងរ៉ាវទាំងនេះហើយបានស្វែងយល់ក្នុងការរកចម្លើយដោយសង្កេតមើលដោយមានការប្រុងប្រយ័ត្នចំណុចរបត់ដ៏សំខាន់មួយបានកើតឡើងនៅពេលដែលមិត្តភ័ក្តិស្និទ្ធស្នាលរួមការងាររបស់គាត់ម្នាក់បានស្លាប់ដោយសារតែ blood poisoning ឬគេហៅថាមេរោគចូលទៅក្នុងចរន្តឈាមបន្ទាប់ពីមុតដោយចៃដន្យនៅក្នុងអំឡុងពេលធ្វើកសោវិច័យសាកសពដែលបានស្លាប់ទៅរោគសញ្ញាគឺដូចគ្នាបេះបិទទៅនឹង childbirth fever ភ្លាមនោះបានបង្កឲ្យទៅជាមានការសន្និដ្ឋានដ៏សមហេតុផលមួយគឺថាក្រុមវេជ្ជបណ្ឌិតគឺជាភ្នាក់ងារចម្លងមេរោគដោយដៃរបស់ពួកគេពីបន្ទប់ធ្វើកសោវិច័យទៅកាន់គ្រែរបស់ម្ដាយដែលកំពុងផ្ដល់កំណើតឲ្យកូននៅក្នុងឆ្នាំ1847លោក Ignaz បានធ្វើការផ្លាស់ប្ដូរដ៏ក្លាហានលោកបានបញ្ជាឲ្យក្រុមវេជ្ជបណ្ឌិតរួមទាំងសិស្សទាំងអស់លាងដៃជាមួយនឹងម្សៅសម្លាប់មេរោគដែលមានឈ្មោះថា chlorinated lime មុនពេលប៉ះពាល់អ្នកជំងឺលទ្ធផលគឺគួរឲ្យភ្ញាក់ផ្អើលអត្រាមរណភាពបានធ្លាក់ចុះពីជិត 20% មកត្រឹមតែក្រោម 2% តែប៉ុណ្ណោះម្ដាយដែលធ្លាប់ប្រឈមទៅនឹងការស្លាប់ស្ទើរតែទាំងអស់នោះបានរួចជីវិតហើយអាចពោលទារកទៅក្នុងដៃត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការរកឃើញនេះលោក Ignaz សំតែទទួលបានការសរសើរប៉ុន្តែមិនត្រឹមតែមិនទទួលបានការអបអរថាជាវីរបុរសប៉ុណ្ណោះទេគាត់បែរជាត្រូវប្រឈមមុខទៅនឹងផលវិបាកជាច្រើនទៅវិញសហការីរបស់គាត់បានចំអកនិងប្រមាថគាត់ផងដែរគ្រូពេទ្យជាន់ខ្ពស់មានអារម្មណ៍ថាវិជ្ជាជីវៈរបស់ខ្លួនត្រូវបានផ្ដល់ការប្រមាថដោយសារតែជនជាតិហុងគ្រីវ័យក្មេងម្នាក់នេះដែលមានឈ្មោះថា Ignaz Semmelweis កំពុងណែនាំពួកគេហើយត្រូវបានស្ដីបន្ទោសចំពោះការស្លាប់របស់អ្នកជំងឺជាច្រើនពីមុនផងដែរអ្នកខ្លះបានសើចចំអកដល់គាត់ដោយនិយាយថាវាមិនសមហេតុផលទេដោយជឿថាគ្រាន់តែភាគល្អិតដែលមើលមិនឃើញសោះនៅលើដៃរបស់ពួកគេអាចសម្លាប់មនុស្សបានអ្នកផ្សេងបានច្រានចោលភាពជោគជ័យរបស់គាត់ដោយលើកឡើងថាវាគ្រាន់តែជាសំណាងឬក៏ជារឿងចៃដន្យតែប៉ុណ្ណោះក្នុងការប្រជុំមួយ Ignaz ត្រូវបានគេស្រែកកំហុសឲ្យរបាយការណ៍របស់គាត់ត្រូវបានគេសើចចំអកគាត់ក៏ត្រូវបានគេហៅថាជាមនុស្សដែលមានចរិតក្រអឺតក្រទមគ្មានអ្វីដែលជាហេតុផលវិទ្យាសាស្ត្រថែមទាំងហៅគាត់ថាជាមនុស្សដ៏គ្រោះថ្នាក់ទៀតផងការរកឃើញរបស់លោក Ignaz Semmelweis អាចផ្លាស់ប្ដូរឱសថភ្លាមៗផងដែរប៉ុន្តែមោទនភាពនិងប្រពៃណីបានឈររាំងផ្លូវគ្រូពេទ្យមិនព្រមលាងដៃហើយស្ត្រីបន្តស្លាប់ការបដិសេធធ្វើឲ្យគាត់ឈឺចាប់គាត់មិនអាចយល់អំពីរបៀបដែលអ្នកនៅជុំវិញបានប្រងើយកន្តើយទៅនឹងផុសតាងដែលបង្ហាញអំពីការសង្គ្រោះជីវិតមនុស្សដែលកំពុងតែប្រឈមទៅនឹងការបាត់បង់នៅក្នុងទសវត្សរ៍ឆ្នាំ1850និងឆ្នាំ1860លោក Ignaz កាន់តែអស់សង្ឃឹមគាត់បានសរសេរសម្បត្តិទៅកាន់គ្រូពេទ្យសំខាន់ជាច្រើនដោយចោទប្រកាន់ពួកគេដោយផ្ទាល់ថាជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ម្ដាយឬស្ត្រីដែលកំពុងតែផ្ដល់កំណើត
ក្នុងសារខកចិត្តដ៏ខ្លាំងមួយគាត់ក៏បានសរសេរសម្បត្តិទៅមិត្តរួមការងារមួយចំនួនរបស់គាត់ដោយចោទថា you are murderers ឬហៅពួកគេថាអ្នកជាឃាតករការចោទប្រកាន់ដោយឥតលាក់លៀមនេះគ្មានបានជួយអ្វីគាត់នោះឡើយហើយលើសពីនេះកាន់តែបញ្ឆេះសត្រូវរបស់គាត់ដោយចំអកឲ្យគាត់នៅក្នុងទស្សនវិស័យវិទ្យាសាស្ត្រនិងបង្វែរសាធារណជនមកប្រឆាំងគាត់តែប៉ុណ្ណោះជំនួសឲ្យការត្រូវបានគេកោតសរសើរថាជាអ្នកសង្គ្រោះជីវិតគាត់បែរជាត្រូវបានគេចោទថាជាមនុស្សផ្ដល់ភាពចម្រុងចម្រាស់និងសម្រាប់ការប្រមាថទៅវិញក្រោយការបដិសេធរាប់ឆ្នាំវាបានបំបាក់ស្មារតីរបស់គាត់ធម្មជាតិជាមនុស្សដ៏ទន់ភ្លន់របស់គាត់បានប្រែក្លាយទៅជាមនុស្សដ៏ជូរចត់មិត្តភ័ក្តិរបស់ Ignaz បានកត់សម្គាល់អំពីការផ្លាស់ប្ដូរអាកប្បកិរិយារបស់គាត់ដោយคล้ายពីមនុស្សធម្មតាទៅជាមនុស្សខុសប្រក្រតីអ្នកខ្លះយល់ថាគាត់មានជំងឺបាក់ទឹកចិត្តអ្នកខ្លះទៀតជឿថាគាត់មានជំងឺវង្វេងវង្វាន់កម្រិតដំបូងអាពាហ៍ពិពាហ៍របស់គាត់ក៏មិនបានសមប្រកបផងដែរហើយអាជីពរបស់គាត់ត្រូវបានគេរុញចេញឆ្ងាយនៅឆ្នាំ1865ស្ថានភាពផ្លូវចិត្តរបស់គាត់កាន់តែអាក្រក់ឡើងហើយគាត់ត្រូវបានគេបោកបញ្ឆោតឲ្យចូលទៅក្នុងកន្លែងមួយដែលគេហៅថាទីកន្លែងជ្រកកោននៅទីនោះហើយដែលបរិសុទ្ធដែលបានតស៊ូគ្រប់បែបយ៉ាងដើម្បីការពារឲ្យមានការរស់រានមានជីវិតរបស់ម្ដាយត្រូវបានគេប្រព្រឹត្តអំពើមិនគប្បីដោយចាត់ទុកថាជាមនុស្សដ៏គ្មានតម្លៃមានសេចក្តីរាយការណ៍ថាគាត់ត្រូវបានអ្នកយាមវាយធ្វើបាបបន្ទាប់ពីមិនព្រមធ្វើតាមហើយរឿងនេះបានបង្កទៅជារបួសហើយមុខរបួសនេះបានបង្កទៅជាជំងឺឆ្លងក្នុងរយៈពេលតែ2សប្តាហ៍លោក Ignaz Semmelweis ដែលជាអ្នកត្រួសត្រាយផ្លូវនៃការលាងដៃដើម្បីការពារជំងឺឆ្លងបានស្លាប់ដោយសារជំងឺ sepsis ដែលជាជំងឺឆ្លងមេរោគចូលក្នុងឈាមគឺជាប្រភេទជំងឺឆ្លងដែលគាត់បានលះបង់ជីវិតរបស់គាត់ដើម្បីការពារកុំឲ្យវាកើតឡើងគាត់បានស្លាប់នៅអាយុត្រឹមតែ47ឆ្នាំតែប៉ុណ្ណោះទោះយ៉ាងណាក៏ដោយពិភពលោកបានទទួលស្គាល់ការរកឃើញរបស់លោក Ignaz ប៉ុន្មានឆ្នាំបន្ទាប់ពីការស្លាប់របស់គាត់នៅពេលដែលទ្រឹស្ដីមេរោគរបស់លោក Louis Pasteur និងវិធីសាស្ត្រសម្លាប់មេរោគរបស់លោក Joseph Lister បានបញ្ជាក់អំពីអ្វីគ្រប់យ៉ាងដែលលោក Ignaz Semmelweis បានរកឃើញសប្តាហ៍ថ្ងៃនេះគាត់ត្រូវបានគេផ្ដល់កិត្តិយសជាបិតានៃអនាម័យដៃនៅតាមមន្ទីរពេទ្យសាកលវិទ្យាល័យនិងពានរង្វាន់មួយចំនួនក៏ជាឈ្មោះរបស់គាត់ផងដែរហើយរឿងរ៉ាវរបស់គាត់ត្រូវបានគេបង្រៀនថាគឺជាជោគជ័យនិងក៏ជាសោកនាដកម្មមួយផងដែរ